ជំរាបសួរអ្នកគ្នាខ្ញុំខានស៊ីថ្ងៃនេះផងដែរខ្ញុំសូមលើកយកអំពីការប្រយុទ្ធរបស់សែងជាមួយនឹង Kit យកមកធ្វើឲ្យអ្នកគ្នាទស្សនាមុននឹងចាប់ផ្ដើមទៅកាន់វីដេអូនឹងផងដែរសម្រាប់គ្នាយើងណាដែលមកថ្មីមិនទាន់ជួយចុច Subscribe ឲ្យ Channel Admin ទេសូមគ្នាយើងកុំភ្លេចជួយចុចឲ្យម្នាក់មួយផងផ្ដើមនៅសាច់រឿងរបស់យើងនឹងផងដែរយើងក៏បានឃើញថា Kit គាត់ក៏បានឡើងទៅលើក្បាលរបស់គាត់ហើយគាត់បាននិយាយថាឥឡូវនេះផងដែរយើងត្រូវដល់ពេលវេលាដែលត្រូវជួបគ្នាម្ដងទៀតហើយសែងហើយតើឥឡូវនេះផងដែរតើឯងនៅកន្លែង Airbag ឬមួយក៏ឯងចាក់ចេញពីទីកន្លែងមួយនឹងហើយបន្ទាប់មក Kit គាត់ក៏បាននិយាយទៅកាន់កូនចៅរបស់គាត់ថាតើឥឡូវនេះផងដែរពួកយើងទាំងអស់គ្នាបានត្រៀមវារួចរាល់ហើយឬនៅដើម្បីត្រៀមប្រយុទ្ធជាមួយនឹងពួកក្រុមរបស់សាងហើយឥឡូវនេះផងដែរបើទោះបីជាយ៉ាងណាក៏ដោយក៏ពួកយើងទាំងអស់គ្នាមិនត្រូវដកថយនោះទេបើទោះបីជាស្លាប់ឬមួយក៏មិនស្លាប់ក៏ដោយហើយកូនចៅរបស់ Kit ពួកគេទាំងអស់គ្នាពិតជាសប្បាយចិត្តខ្លាំងមែនតើឥឡូវយើងកន្លែងមកកាន់កន្លែងសាងឯនេះវិញនៅពេលនោះដែរកូនចៅរបស់គាត់ក៏បានសម្លឹងមើលឃើញថាមានកប៉ាល់មួយកំពុងតែសម្ដៅមកកាន់កន្លែងរបស់ពួកគេផងដែរចំណែកឯអ្នកភូមិដែលនៅឯបាងឯនេះវិញពួកគេក៏បានរត់មកកាន់កន្លែងរបស់សាងហើយក៏បាននិយាយថាសូមកុំឲ្យសាងឆាប់ចាក់ចេញពីទីកន្លែងមួយហ្នឹងអីហើយបើមើលទៅកាន់អ្នកភូមិនៅទីហ្នឹងមើលទៅដូចជាស្រឡាញ់ទៅកាន់សាងខ្លាំងណាស់ហើយយ៉ាដូរីជាមួយនឹងយ៉ាប្រូគីពួកគេទាំងពីរនេះក៏នៅទីកន្លែងមួយហ្នឹងផងដែរហើយអ្នកភូមិនៅទីហ្នឹងមើលទៅពួកគេទាំងអស់គ្នាដូចជាមិនចង់ឲ្យសាងចាក់ចេញពីទីកន្លែងមួយហ្នឹងនោះទេហើយសាងបាននិយាយថាគាត់ពិតជាសុំទោសខ្លាំងមែនតើដោយសារតែគាត់ត្រូវទៅកន្លែងផ្សេងទៀតហើយគាត់បាននិយាយថាវាមិនអីនោះទេនៅថ្ងៃណាដែលមានឱកាសគាត់នឹងមកលេងនៅទីហ្នឹងម្ដងទៀតហើយបន្ទាប់មកសាងគាត់ក៏បានដើរចាកចេញពីទីកន្លែងមួយហ្នឹងដោយស្នាមញញឹមហើយអ្នកភូមិអមសងខាងផងដែរបន្ទាប់ពីឡើងទៅកាន់លើទូកពួកគេទាំងអស់គ្នាក៏បានប្រាប់ទៅកាន់សាងថាឥឡូវនេះផងដែរពួកគេទាំងអស់គ្នាបានត្រៀមវារួចរាល់ជាស្រេចហើយសាងបាននិយាយថាកុំមើលស្រាលទៅកាន់ក្មេងម្នាក់ហ្នឹងអីដោយសារតែឥឡូវនេះផងដែរក្មេងម្នាក់ហ្នឹងវាមានតម្លៃ 3000 លានបឺរីចំណែកយ៉ាងសពឯនេះវិញគាត់ក៏បានឆ្លោះមើលទៅកាន់ទូកមួយហ្នឹងផងដែរហើយគាត់បាននិយាយថាឥឡូវនេះផងដែរពួកយើងទាំងអស់គ្នាបានត្រៀមប្រយុទ្ធរួចរាល់ជាស្រេចហើយបន្ទាប់មកហុងគាត់ក៏បានឲ្យព័ត៌មានដែលតាក់ទងជាមួយនឹង Kit ហ្នឹងឲ្យទៅកាន់សាងមើលចំណែក Kit នៅវិញកូនចៅរបស់គាត់ក៏បានដឹងថាក្រុមរបស់សាងគឺមានកប៉ាល់ចំនួន9ហើយមិនចាំយូរនោះទេ Kit គាត់ក៏បានប្រើប្រាស់នៅធម៌ពលពិសេសរបស់គាត់ដើម្បីស្រូបយកដៃដែលនៅលើកប៉ាល់របស់គាត់ទាំងអស់ដែលបានធ្វើឲ្យវាក្លាយទៅជាកំភ្លើងយ៉ាងធំមួយនៅពេលដែល Kit ទៅដល់ទីហ្នឹង Kit គាត់មិនចាំយូរនោះទេគាត់ក៏បានប្រើប្រាស់នៅធម៌ពលពិសេសរបស់គាត់ដើម្បីបើកការវិវត្តទៅកាន់កន្លែងក្រុមរបស់សាងក៏ប៉ុន្តែនេះគឺជារឿងដែលមិនទាន់បានកើតឡើងនោះទេវាគ្រាន់តែជា observation ហាគីដែលសាងបានដឹងអំពីអនាគតកាលមុនប្រហែលវិនាទីតែប៉ុណ្ណោះហើយសាងក៏បានប្រាប់ឲ្យកូនចៅរបស់គាត់បង្វែរទុកទៅកាន់កន្លែងទីតាំងរបស់ Kit ហើយគាត់ក៏បានហោះស្ទុះទៅយ៉ាងលឿនតែម្ដងឃើញអញ្ចឹង Beckman គាត់ក៏បាននិយាយថាច្បាស់ជាសាងបានដឹងថាមានរឿងអាក្រក់អ្វីកើតឡើងមកកាន់ពួកគេហើយចំណែកសាងឯវិញគាត់ក៏បានរត់ជិតទៅដល់កន្លែងរបស់ក្រុម Kit ហើយ Kit គាត់ក៏បានត្រៀមបើក super របស់គាត់ដើម្បីវាយប្រហារទៅកាន់ក្រុមរបស់សាងដូចគ្នាក៏ប៉ុន្តែមានណាត្រូវបានសាងហោះមកសម្ដៅមកកាន់មុខរបស់ Kit ដែលធ្វើឲ្យ Kit មានការភ្ញាក់ផ្អើលជាខ្លាំងហើយបន្ទាប់មកសាងគាត់ក៏បានវត្តទៅមួយដាវយ៉ាងសាហាវខ្លាំងមែនតើហើយបន្ទាប់មកសាងគាត់ក៏បានដើរសម្ដៅទៅកាន់កន្លែងរបស់ Kit ឃើញអញ្ចឹងកូនចៅរបស់ Kit ក៏បានសុំវល់ទៅកាន់សាងថាកុំឲ្យគាត់សម្លាប់ទៅកាន់មេរបស់ពួកគេអីហើយកូនចៅរបស់ Kit ក៏បានឲ្យស្លាច្រឹកដែលពួកគេបានមកអំពីវ៉ាណូហ្នឹងបកគលឲ្យទៅកាន់សាងសុំឲ្យទៅសាងកុំសម្លាប់ទៅកាន់ Kit អីក៏ប៉ុន្តែមើលទៅកាន់សាងទៅគាត់ដូចជាមិនចាប់អារម្មណ៍នោះទេអ្វីដែលសំខាន់នោះគឺកប៉ាល់របស់សាងក៏បានមកដល់ទីនេះផងដែរដែលធ្វើឲ្យកូនចៅរបស់ Kit រត់តែភ័យមកតង់ថែមទៀតហើយបន្ទាប់មកសាងគាត់ក៏បានហោះទៅកាន់លើកប៉ាល់របស់គាត់វិញហើយគាត់ក៏បានស្រែកប្រាប់ឲ្យទៅកាន់ដូរីជាមួយនឹងយ៉ាប្រូគីចាត់ការទៅកាន់ពួកគេទៅបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏បាននាំគ្នាដាក់ super ចូលគ្នាដើម្បីវាយប្រហារទៅកាន់កន្លែងក្រុមរបស់ Kit បន្ទាប់មក Kit គាត់ក៏បានធ្លាក់ចូលទៅក្នុងបាតសមុទ្របាត់ទៅអូខេអ្នកគ្នាសាច់រឿងមួយហ្នឹងមានតែប៉ុណ្្នឹងនោះទេបើសិនជាមានគ្នាយើងណាចង់ឲ្យខ្ញុំធ្វើអំពីការប្រយុទ្ធអ្នកណាផ្សេងទៀតអាច comment ប្រាប់មកកាន់ខាងក្រោមបាន